រឿងព្រះនិរទៈគឺជាជាដកទី8ក្នុងចំណោមទសជាដករឿងព្រះពុទ្ធក្នុងអតីតជាតិទាំង10ដែលសម្ដែងអំពីឧបេក្ខាបារមីការតម្កល់ចិត្តជាកណ្ដាលឬការប្រើបញ្ញាដើម្បីទូន្មានសត្វលោកដោយមិនលំអៀងនេះគឺជាសាច់រឿងសង្ខេបសូមលោកយាយលោកតាពុកម៉ែបងប្អូនរីករាយទស្សនានិងស្ដាប់ដូចតទៅកាលនោះព្រះបាទអង្គគតិរាជសោយរាជនៅនគរមិថិលាទ្រង់ជាក្សត្រដែលប្រកបដោយធម៌ប៉ុន្តែមានថ្ងៃមួយទ្រង់បានទៅជួបមនុស្សអាក្រក់ដោយសារការសេពគប់មិត្តមិនល្អនៅក្នុងរាត្រីថ្ងៃពេញបរមីមួយទ្រង់បានសួរអាមាត្យទាំង3នាក់ថាតើគួរធ្វើអ្វីដើម្បីសប្បាយនៅក្នុងរាត្រីនេះអាមាត្យម្នាក់ណែនាំឲ្យរៀបចំក្បួនទ័ពវាយយកនគរផ្សេងអាមាត្យម្នាក់ទៀតណែនាំឲ្យរៀបចំការរាំច្រៀងសប្បាយរីឯអាមាត្យវិឆ័យណែនាំឲ្យទៅជួបសាមណៈដើម្បីស្ដាប់ធម៌ព្រះរាជាក៏សម្រេចប្រតិយទៅជួបមនុស្សអាក្រាតកាយម្នាក់ឈ្មោះគូណៈដែលជាមច្ឆាទិដ្ឋិអ្នកមានចំណេះដឹងខុសមនុស្សអាក្រាតកាយគូណៈនោះបានទូន្មានព្រះរាជាដោយមតិខុសឆ្គងថាបុណ្យនិងបាបមិនមានពិតនោះទេសត្វលោកកាត់មកតាមវាសនាមិនមែនដោយសារផលកម្មឡើយទោះសម្លាប់គេក៏មិនបាបទោះធ្វើទានក៏មិនបានបុណ្យសេចក្តីសុខទុក្ខគឺកំណត់មកស្រេចហើយបុគ្គលមិនអាចកែប្រែបានឡើយព្រះបាទអង្គគតិរាជក៏ជឿតាមពាក្យទាំងនោះហើយឈប់ធ្វើបុណ្យដាក់ទានឈប់គ្រងរាជ្យដោយធម៌ហើយបែរមកសោយសុខក្នុងកាមគុណនិងលែងខ្វល់ខ្វាយអំពីទុក្ខលំបាករបស់ប្រជារាស្ត្រព្រះនាងរុចាដែលជាព្រះរាជបុត្រីទោលរបស់ព្រះបាទអង្គគតិរាជទ្រង់មានសទ្ធាជ្រះថ្លាណាស់ព្រះនាងបានព្យាយាមទូន្មានព្រះបិតាដោយរំលឹកអំពីជាតិមុនរបស់ព្រះនាងដែលធ្លាប់កើតជាសត្វនិងជាមនុស្សរងទុក្ខវេទនាដោយសារបាបកម្មកាលពីជាតិមុនខ្ញុំម្ចាស់ធ្លាប់កើតជាសត្វនិងធ្លាប់ជាមនុស្សរងទុក្ខវេទនាដោយសារបាបកម្មដែលខ្ញុំម្ចាស់បានសាងប៉ុន្តែព្រះបាទអង្គគតិរាជនៅតែមិនជឿព្រះនាងរុចាក៏បានតាំងចិត្តអធិដ្ឋានសូមឲ្យទេវតាឬអ្នកមានបុណ្យមកជួយស្រោចស្រង់ព្រះបិតាពេលនោះព្រះពោធិសត្វដែលកើតជាមហានិរតព្រំគង់នៅឯព្រហ្មលោកទ្រង់បានជ្រាបអំពីការអធិដ្ឋានរបស់ព្រះនាងរុចាទ្រង់ក៏បានក្រឡាខ្លួនជាឥសីមានសម្បុរដូចជាមាសកាន់ឈើច្រត់មាសនិងស្ពាយយាវកាន់ជើងមាសហោះចុះមកកាន់នគរមិថិលាព្រះបាទអង្គគតិរាជបានសួរទៅកាន់ឥសីនិរទៈថាតើលោកមកពីណាហើយហេតុអ្វីបានជាលោកមានឫទ្ធិអំណាចយ៉ាងនេះព្រះនិរទៈព្រំបានឆ្លើយតបនិងពន្យល់អំពីច្បាប់កម្មផលយ៉ាងច្បាស់ថាដែលយើងអាចហោះហើរបានគឺដោយសារការសន្សំបុណ្យនិងការរក្សាសិលពីជាតិមុនបើបាបមិនមានមែនទេមិនក៏មានមនុស្សខ្លះកើតមកមានមនុស្សខ្លះក្រមនុស្សខ្លះពិការខ្ញុំយល់ហើយបើមនុស្សកើតមកតាមវាសនាហេតុអ្វីបានជាគេត្រូវខិតខំព្យាយាមធ្វើការងារនិងបង្កើតមុខរបររកស៊ីដើម្បីឲ្យព្រះរាជាខ្លាចរអាព្រះនិរទៈព្រំបានសួរថាបើទ្រង់ជឿថាជាតិមុនមិនមានមែនខ្ញុំសូមខ្ចីប្រាក់ទ្រង់500ជាតិមុខចាំខ្ញុំសងវិញព្រះរាជាសើចហើយតបថាលោកម្ចាស់បើជាតិមុខមិនមានតើឲ្យខ្ញុំទៅទារប្រាក់ពីលោកនៅឯណាព្រះនិរទិព្រំតបវិញថាត្រូវហើយបើទ្រង់ដឹងថាជាតិមុខគ្មានកន្លែងទៅទារប្រាក់ផងចុះហេតុអ្វីទ្រង់មិនខំធ្វើបុណ្យដើម្បីទៅសោយសុខនៅជាតិមុខបើទ្រង់ធ្លាក់នរកតើអ្នកណានឹងទៅតាមជួយទ្រង់ព្រះនិរទិព្រំបានពណ៌នាអំពីទុក្ខវេទនានៅក្នុងនរកយ៉ាងគួរឲ្យខ្លាចរអា
នេះជាការសោយទុកក្នុងនរកការឡើងដើមរកាដែលមានបន្លាដែកទឹកខ្ទុះឈាមនិងការធ្វើទារុណកម្មផ្សេងៗរបស់សត្វនរកអូទេគួរឲ្យភ័យខ្លាចណាស់នរណាទៅជួយពួកយើងបាន រហូតធ្វើឲ្យព្រះបាទអង្គតិរាជកើតសេចក្តីតក់ស្លុតនិងភ្ញាក់រលឹកព្រះបាទអង្គតិរាជក៏លះបង់មច្ឆទិដ្ឋិហើយត្រឡប់មកគ្រងរាជ្យដោយទសពិតរាជធម៌វិញព្រះនរិទ្ធព្រំក៏បានហោះត្រឡប់ទៅកាន់ព្រហ្មលោកវិញបាត់ទៅអត្ថន័យអប់រំនៅក្នុងរឿងនេះទី1សិលធម៌ការសេពគប់មិត្តខុសមច្ឆទិដ្ឋិនាំឲ្យវិនិច្ឆ័យអន្តរាយទី2កម្មផលរាល់សកម្មភាពតែមានផលតបស្នងទោះយូរឬឆាប់ទី3កតញ្ញូការតបស្នងសងគុណរបស់កូនចំពោះឪពុកម្ដាយតាមរយៈព្រះនាងរុចាសម្រាប់លោកយាយលោកតាពុកម៉ែបងប្អូនដែលចូលចិត្តនិងគាំទ្រនៅវីដេអូរបស់ខ្ញុំបាទសូមចុច follow page TikTok និង Subscribe នៅ Channel YouTube របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ